ប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំងើបពីព្រលឹមបន្តិចដើម្បីធ្វើរឿងមួយហើយមុននឹងខ្ញុំងើបជារៀងរាល់ព្រឹកខ្ញុំតែងតែញ៉ាំទឹកហើយខ្ញុំសម្រួលអារម្មណ៍ខ្ញុំឲ្យស្រួលបន្តិចបន្ទាប់មកខ្ញុំរៀបចំពូកភួយខ្នើយរបស់ខ្ញុំឲ្យមានរបៀបរៀបរយបងប្អូនគិតដូចខ្ញុំអត់បើសិនជាយើងរៀបចំកន្លែងគេងកន្លែងស្នាក់នៅរបស់យើងឲ្យមានរបៀបរៀបរយស្អាតបាតហុងស៊ុយយើងក៏ឡើងតាមនឹងដែរបងប្អូនហើយត្រង់នេះខ្ញុំបើកទ្វារមើលទៅខាងក្រៅតិចសិនព្រោះយប់មិញខ្យល់ខ្លាំងខ្យល់បក់ឡើងចង់ប៉ើងទ្វារហ្នឹងហើយដល់ពេលបើកមើលទៅអត់មានស្អីសោះភ្លៀងក៏អត់ធ្លាក់ហើយព្រិលក៏អត់ធ្លាក់ដែរគ្រាន់តែវាខ្យល់តែខ្ញុំភ្លេចគិតថាព្រិលឡើងធ្លាក់ហើយពេលនេះចាប់ផ្ដើមខ្យល់វិញហើយឥឡូវហ្នឹងខ្ញុំចាប់ផ្ដើមរៀបចំធ្វើម្ហូបហើយដោយសារពីយប់មិញហ្នឹងខ្ញុំអស់កម្លាំងពេកមកដល់គេងហ្មងអត់បានធ្វើម្ហូបទៅធ្វើការសម្រាប់ថ្ងៃហ្នឹងឯងហើយបងប្អូនចង់ដឹងថាខ្ញុំធ្វើម្ហូបអីអត់សឡនេះមើលទៅបងប្អូនគាត់ជាប្លែកឯងខ្ញុំក៏ប្លែកដែរប៉ុន្តែខ្ញុំជាមនុស្សម្នាក់អត់សូវចូលចិត្តញ៉ាំបន្លែតើតែធ្វើបែបហ្នឹងបានខ្ញុំអាចញ៉ាំបន្លែបានហើយមួយទៀតខ្ញុំចូលចិត្តញ៉ាំប្រហុកអញ្ចឹងទោះបីជាស្ងោរឬក៏ទោះបីជាឆាក៏ខ្ញុំដាក់ប្រហុកដែរហើយបងប្អូនប្រហែលជាឆ្ងល់ហើយមានណាឆាគេដាក់ប្រហុកអីមែនទេបងប្អូនឆាមានណាហ្នឹងសម្រាប់នៅខាងខ្ញុំហើយសម្រាប់អ្នកផ្ទះរបស់ខ្ញុំដូចជាឆាគ្រឿងទាឆាគ្រឿងមាន់គ្រឿងអីចឹងហើយនឹងឆាគ្រឿងពោះខ្ញុំតែងតែលួចប្រហុកដាក់បន្តិចហើយខ្ញុំអត់សូវប្រកែធ្វើម្ហូបទេប៉ុន្តែខ្ញុំឃើញអ្នកផ្ទះខ្ញុំធ្វើបែបហ្នឹងបងប្អូនហើយឥឡូវយើងក៏លេចមកមើលការធ្វើម្ហូបរបស់ខ្ញុំថ្ងៃនេះខ្ញុំបានស្ងោរស្ពៃហ្នឹងខ្ញុំទិញតាំងពីថ្ងៃច័ន្ទខ្ញុំទៅតែបានយកវាមកធ្វើទេដោយសារតែខ្ញុំជាមនុស្សម្នាក់អត់សូវចូលចិត្តហូបបន្លែទេចឹងតរំទៅយកមកធ្វើចង់ខ្ទេចអស់ហើយមួយទៀតខ្ញុំភ្លេចប្រាប់បងប្អូនខ្ញុំចង់សួរបងប្អូនថាអ្នកណាចូលចិត្តញ៉ាំស្ងោរស្អំរៀងស្អុយជៀនមួយពងទាសឡទៅពាំងឯគេបងបងប្អូននេះខ្ញុំចាប់ផ្ដើមធ្វើសឡបែបហ្នឹងប៉ុន្តែគ្រាន់តែយើងអត់មានស្អំអញ្ចឹងខ្ញុំដាក់ស្ពៃនិងជំនួសឥឡូវបងប្អូនមកស្ដាប់ការរៀបរាប់របស់ខ្ញុំធ្វើម្ហូបខ្ញុំដាំទឹកឲ្យពុះហើយខ្ញុំបង់សាច់នឹងហើយខ្ញុំបានកញ្ច្រាំខ្ទឹមដាក់ឲ្យបន្ទាប់មកខ្ញុំដាក់ប្រហុកតែប្រហុកហ្នឹងគឺជាប្រហុកដែលប្រហុកសាច់ចាបងប្អូនខ្ញុំដាក់ប្រហុកសាច់យើងមិនកុំឲ្យបបាក់ជ្រុំខ្ញុំប្រហុកឆ្អឹងក៏ខ្ញុំមានដែរហើយបន្ទាប់មកខ្ញុំមានពងទា2គ្រាប់ខ្ញុំគោះវាខ្ញុំវាយវាឲ្យម៉ត់ឲ្យវាឡើងតសៃបន្ទាប់មកខ្ញុំរៀបចំគ្រឿងក្រៅដាក់នៅក្នុងនឹងដូចជាស្ករអំបិលប៊ីចេងទូទៅចឹងបងប្អូនមានទឹកត្រីមានអីពេញនឹងអញ្ចឹងនិយាយទៅការស្លយើងចាំបាច់ត្រូវទៅដាក់គ្រឿងក្រៅស្ករអំបិលប៊ីចេងទឹកត្រីហ្នឹងហើយការស្លរបស់ខ្ញុំនេះមើលទៅច្លែកព្រោះខ្ញុំក៏អត់ចេះស្លដែរខ្ញុំចេះធ្វើឲ្យតែបានញ៉ាំទេបងប្អូនដោយសារបើខ្ញុំអត់ធ្វើបានណាធ្វើឲ្យញ៉ាំនៅស្រុកនេះខ្លួនទីពឹងខ្លួនចង់ញ៉ាំអីយើងត្រូវតែធ្វើដោយខ្លួនឯងចឹងទោះជាភ្នែកបើកមករួចហើយនេះខ្ញុំងើបម៉ោង6 កន្លះបងប្អូនខ្ញុំចូលធ្វើការម៉ោង8អញ្ចឹងខ្ញុំងើបម៉ោង6 កន្លះខ្ញុំត្រូវមកធ្វើម្ហូបផងអីផងអាហ្នឹងកំហុសយើងដោយសារពីយប់មិញហ្នឹងយើងអស់កម្លាំងពីយប់ពេកអញ្ចឹងទៅក៏ដេកអត់ធ្វើម្ហូបអត់ធ្វើអីអញ្ចឹងហើយនេះចេះបានដាំបាយទុកពីយប់បើអត់ដាំបាយទុកពីយប់ទៀតដឹងតែបាច់បាយហើយព្រោះអីដោយសារតាឆ្នាំងបាយរបស់ខ្ញុំនឹង1 ម៉ោងកន្លះបានឆ្អិនបងប្អូនអើយហើយខ្ញុំអត់ចេះសេរីឆ្នាំងបាយរបស់ខ្ញុំទេថាធ្វើមិនឲ្យវានៅសល់តា1 ម៉ោងឬក៏40 នាទីឬក៏30 នាទីអីមើលធ្វើមិនក៏អត់កើតដែរចុចមិនស្រួលហ្នឹងចំមកកន្លែងបាយប្អូនមកលើហើយឥឡូវយើងមកមើលការធ្វើម្ហូបរបស់ខ្ញុំបន្តបងប្អូនឥឡូវខ្ញុំស្លដល់វគ្គបញ្ចប់ហើយនេះវគ្គបញ្ចប់របស់ខ្ញុំត្រូវដាក់ម្រេចបន្តិចដាក់ម្រេចព្រោះសឡហ្នឹងដាក់ម្រេចឲ្យមានជាតិហឹរបន្តិចបានមើលទៅវាទំនងឆ្ងាញ់ហ្នឹងបងប្អូនហើយមើលមិនដែរបងប្អូនមើលសម្លរបស់ខ្ញុំមើលទំនងហ៎បើសម្រាប់ខ្ញុំទំនងហើយបងប្អូនព្រោះខ្ញុំចូលចិត្តញ៉ាំបែបហ្នឹងហើយកុំភ្លេចថាសម្លហ្នឹងគឺមានប្រហុកហ៎បងហើយតិចបងប្អូនឃើញសម្លនឹងទំនងទៅធ្វើមានពងទាមានសាច់ជ្រូកមានបន្លែដូចខ្ញុំបើអ្នកនៅខ្មែរគេដាក់ស្អំដាក់អីចឹងហើយអត់បងប្រហុកអត់ឆ្ងាញ់ទេណាបងប្អូនជឿបើបងប្អូនមិនជឿទេសាកធ្វើតាមខ្ញុំមកបងប្រហុកឆ្ងាញ់ណាស់មើលចាំមើលខ្ញុំញ៉ាំឲ្យមើលឆ្ងាញ់មែនបងប្អូនគ្រាន់ថាអសរដែលខ្ញុំសរសេរលើហ្នឹងខ្ញុំគ្រាន់តែសរសេរឲ្យចាប់អារម្មណ៍មើលទៅនេះទេតែក៏ពិតម្ហូបខ្ញុំគឺឆ្ងាញ់តែវាឆ្ងាញ់សម្រាប់ខ្ញុំបើសម្រាប់បងប្អូនខ្ញុំមិនដឹងទេមកបងប្អូនអញ្ជើញឆ្ងាញ់ទាំងអស់គ្នាអរគុណជំរាបលាដែលបានមើលវីដេអូខ្ញុំពីដើមរហូតដល់ចប់បាយបាយ